ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះច័ន្ទតំបន្ទាប់ពីដែលខ្ញុំរៀននៅក្នុងបន្ទប់ SW ដល់ចឹងថ្ងៃហ្នឹងដែរខ្ញុំបានឡើងមកយកបញ្យល់អំពីលោកគ្រូបានតម្លាក់កូដដើម្បីមកបញ្យល់អំពីការធ្វើ project ជាមួយនឹង product ដែលយើងអាចយកទៅប្រើប្រាស់នៅក្នុងម៉ាតឬក៏កន្លែងផ្សេងៗដែលយើងអាចប្រើប្រាស់បានទៅលើការ scan ឬក៏ការទូទាត់ជាមួយនឹងstock ឬក៏ការទុកនៃតំណែងផ្សេងអញ្ចឹងនៃបណ្ដុំនៃកន្លែងនេះគឺជាបណ្ដុំនៃឈ្មោះរបស់បណ្ដុំនៃ program ដែលយើងអាចបង្កើតបានជា class នៃproduct មួយហើយនៃ product មួយអញ្ចឹងនៅក្នុង product មួយនោះក៏មានពួក ID ឬក៏ name នៃ product ឬក៏ stock ឬក៏អីផ្សេងៗនៅក្នុងនោះអញ្ចឹងក្នុងអត្ថន័យដែលគេបង្កើត class មួយនេះឡើងមកដើម្បីយកមកប្រើប្រាស់នៅក្នុងproduct ឬក៏នៅក្នុង project ណាមួយដែលយើងអាចប្រើប្រាស់ជាមួយនឹងឈ្មោះ ID ផ្សេងដូចនៅក្នុងនេះយើងអាចប្រើប្រាស់យើងអាចហៅយកមកប្រើប្រាស់បាននៅកន្លែងណាក៏បាននៅក្នុង class មួយណាក៏បានអញ្ចឹងក្នុងអត្ថន័យនេះដែរគឺអត្ថន័យដែលយើងអាចប្រើប្រាស់class មួយនេះគឺវាខ្លីយើងហៅថា product នេះមកប្រើហើយដាក់ទៅលើuser វាចូលតែម្ដងអញ្ចឹងពេលដែលយើងប្រើប្រាស់គឺវាងាយស្រួលកូដខ្លីហើយយើងហៅថា product មួយគឺយកមកប្រើប្រាស់បាននៅក្នុងពួកនេះតែម្ដងអញ្ចឹងយើងបង្កើត class នេះតែមួយហើយយើងបង្កើតនៅក្នុងនេះហើយយក ID យកអីមកប្រើប្រាស់តែម្ដងអញ្ចឹងយើងមានការងាយស្រួលហើយកូដរបស់យើងក៏ខ្លីក្នុងការរៀបរាប់ដែរអញ្ចឹងទៅលើបន្ទាត់មួយនេះគឺគេចង់និយាយអំពីname នៃ product អញ្ចឹងយើង join ទៅលើ name ហើយ name ស្មើប្រមាណអីចឹងទៅហើយទៅលើកន្លែងនេះគឺជា name ហើយនឹង cell នៃ product អញ្ចឹងគេចង់និយាយអំពីការបញ្ចូលទៅលើឈ្មោះនិងទៅលើ product ហើយកន្លែងនេះគឺគេកាត់ហើយកន្លែងនេះ name ប្រមាណ cell ប្រមាណអញ្ចឹងមានន័យថាពេលដែលយើងទិញឈ្មោះអីគេហើយតម្លៃកន្លែងនេះតម្លៃប្រមាណអញ្ចឹងទៅអញ្ចឹងបន្ទាប់មកទៀតគេហៅទៅលើ product គឺ ID គឺសម្គាល់ទៅលើលេខរៀងនៃផលិតផលហើយកន្លែងនេះគឺជាឈ្មោះនៃផលិតផលកន្លែងនេះគឺជាតម្លៃនៃផលិតផលហើយកន្លែងនេះគឺការលក់តម្លៃចំនួនផលិតផលកន្លែងនេះគឺជា stock ដែលយើងដាក់នៅក្នុង stock អញ្ចឹងនៅក្នុងនេះយើងបានបង្ហាញទៅលើ ID មាន name មាន call product មាន sell product និង stop product អញ្ចឹងនៅក្នុងហ្នឹងគឺគេចង់និយាយអំពីការតម្លៃទាំង ID ហើយបន្តមកទៀតគឺឈ្មោះនៃ product ហើយបន្តមកទៀតគឺតម្លៃនៃ product អញ្ចឹងគេហៅចំនួននៃការលក់ហើយកាត់ stock អស់ប្រហែលគឺទៅលើ seller ម្នាក់លក់អញ្ចឹងកន្លែងនេះគឺជា comparison នៃតម្លៃឧទាហរណ៍តម្លៃហើយនឹងការលក់ហើយនឹងតម្លៃអញ្ចឹងគេយកឧទាហរណ៍ថាលក់គេយកផលិតផលមួយលក់ហើយគេយកមកដកជាមួយតម្លៃដើម្បីចង់ដឹងថាតម្លៃនៃផលិតផលមួយនោះមានតម្លៃប្រមាណអីប្រមាណអញ្ចឹងទៅហើយទៅលើនេះគឺអញ្ចឹងនៅពេលដែលយើងបានគណនាហើយគឺវាចូលមកឲ្យកន្លែងនេះគឺជាការ sell stock តម្លៃនៃ stock ទៅឧទាហរណ៍ថាឥឡូវបើសិនជានៅក្នុងនេះគេចូលនៅតម្លៃហើយប៉ុន្តែនៅក្នុងនេះគឺបានតម្លៃលក់ហើយនៅពេលផលិតផលចេញប្រមាណគឺគេយកមកគុណជាមួយនឹង stock មានប្រមាណអីប្រមាណគឺវាគុណអញ្ចឹងណាបាទគឺវាគុណនៅក្នុង stock នឹងអញ្ចឹងទៅអញ្ចឹងនៅពេលដែលគុណហើយគឺឃើញនៅក្នុង stock ថាយើងមានប្រមាណតម្លៃអស់ប្រមាណស៊ីអស់មកstock ដែលយើងបានលក់នឹងប្រមាណអញ្ចឹងទៅអញ្ចឹងអានេះគឺជាចប់ទៅលើការលក់នៃផលិតផលមួយអញ្ចឹងក្នុងផលិតផលមួយនោះបានគេយើងត្រូវ show voice ដើម្បីចង់ដឹងថាផលិតផលមួយនោះមាន ID ប្រមាណហើយ name អីគេដែលយើងបានលក់ហើយកន្លែងនេះយើងអស់តម្លៃប្រមាណបាទនេះគឺយើងបង្ហាញទៅលើ
ការលក់ ID របស់នេះហើយកន្លែងនេះគឺយើងបង្ហាញទៅលើ screen នឹង total ជាមួយនឹងតម្លៃហើយបន្ទាប់មកវា total ឲ្យយើងទាំង stock ទាំងតម្លៃនិងការលក់ចេញផលិតផលបានអីបានវាសូននៅលើនេះអញ្ចឹងកន្លែងនេះគឺជា class នៃ product មួយទៀតហើយ class នៃ product ដែលយើងយកមកប្រើខាងលើនេះអញ្ចឹង class នៃ product នេះគឺគេចងជា array ជា list ជា list ដើម្បីឲ្យវាងាយស្រួលក្នុងការក្រោបរួមអញ្ចឹងកន្លែងនេះគឺជាឈ្មោះនៃផលិតផលដែលយើងអាចដាក់ចូលឧទាហរណ៍ផលិតផលរបស់យើងមាន Coca-Cola មាន Pepsi មានអីផ្សេងៗចឹងទៅអញ្ចឹងនៅក្នុងនោះក៏គេដាក់ថានេះកន្លែងនេះកន្លែង update ទៅលើ array មានន័យថាពេលដែលយើងចង់បន្ថែមទៅលើផលិតផលផ្សេងៗគឺយើងបន្ថែមនៅក្នុងនឹងអញ្ចឹងទៅហើយកន្លែងនេះគឺជា console ដើម្បីបង្ហាញទៅលើ product list ហ្នឹងគឺពេលយើងមានផលិតផលប៉ុន្មានអីប៉ុន្មានគឺវា show ឲ្យនៅក្នុងនឹងអញ្ចឹងទៅហើយនៅក្នុងនេះគឺជាអញ្ចឹងកន្លែងនេះគឺជាកន្លែងគឺជាកន្លែងផលិតផលនៃការលក់ឧទាហរណ៍ថាលក់អីហ្នឹងកន្លែងនេះគឺជា separate យើងលក់អស់ប្រមាណឧទាហរណ៍ថាទី4អញ្ចឹងទី4យើងលក់អានេះបាន water ហ្នឹងប្រមាណអញ្ចឹងអានេះគេដាក់មកកាត់ stock អស់5អីចឹងទៅហើយស្មើអញ្ចឹងទៅកន្លែងនេះគឺការសូលបង្ហាញទៅលើនេះលក់នៃ stock ហ្នឹងបានចំនួន5 water អញ្ចឹងទៅកន្លែងនេះគឺគេ show អញ្ចឹងទៅកន្លែងនេះកន្លែង total ជាមួយនឹងលុយទឹកលុយដែលយើង total បានអីប្រហែលកន្លែងទៀតចឹងកន្លែងនេះ total ជាមួយនឹងកន្លែងនេះ total ជាមួយនឹងលុយដែរអញ្ចឹងហើយកន្លែងនេះគឺជាកន្លែង show នៃទឹកប្រាក់និងផលិតផលដែលយើងបានលក់ចូលនឹងចេញកាត់ stock នៃតម្លៃឧទាហរណ៍ថាទឹកសុទ្ធមួយដប500អញ្ចឹងក្នុងនេះវា show ថាពេលដែលយើងទិញទឹកសុទ្ធមួយដបគឺ500រៀល